Hello ទាំងអស់គ្នាថ្ងៃនេះជាមកបរៀនពីវិធីធ្វើជាមួយនឹងពងក្រូចខ្មៅបងដែលជាដំបូងយើងមានជាមួយនឹងប្រភេទម្សៅនេះបងអាចកំងនៅក្នុងតៅបៅបានបន្ទាប់មកយើងដាក់ជាមួយនឹងតែក្រហមលាយចូលទៅក្នុងម្សៅហ្នឹងហើយយើងកូរច្បល់វាអញ្ចឹងបងកូរល្បាយហ្នឹងឲ្យសព្វคล้ายទៅជាល្បាយដែលងាយស្រួលនៅក្នុងការលាបពីលើនៅលើពងក្រូចហ្នឹងបងនេះឥឡូវជាគាត់បានយកពងក្រូចហ្នឹងមកលាបសព្វហើយលាបក៏បានតែទាំងអស់គ្នាធ្វើដូចជាគាត់ធ្វើក៏បានដែរគឺដាក់នៅលើចានបន្ទាប់មកឲ្យមានម្សៅដែលយើងលាយជាមួយនឹងតែមិញហ្នឹងអញ្ចឹងបងលាបពងក្រូចនឹងសពអស់ហើយបងអាចទុកនៅលើកញ្ឆេងដូចជាធ្វើហ្នឹងក៏បានដែរហើយធ្វើចំនួនសមល្មមដែលបងគិតថាចង់ញ៉ាំប៉ុណ្ណាអញ្ចឹងណាហើយបន្ទាប់មកទៀតអ្នកទាំងអស់គ្នាយកពងក្រូចនឹងខ្ចប់នៅក្នុងថង់ដាក់ឲ្យស្អាតបន្ទាប់មកទុកនៅក្នុងទូកន្លែងណាក៏បានដែរកុំឲ្យតែមានសភាពក្តៅយកទៅទូកន្លែងដែលស្អាតល្អអ្នកទាំងអស់គ្នាទុករយៈពេលចំនួន7ថ្ងៃបន្ទាប់ពីផ្អាប់ហើយបងអាចយកចេញពីទូទឹកកកហើយគឺអាចយកមកញ៉ាំបានទេណាទាំងអស់គ្នានេះខ្ចប់ដូចគាត់ណានិយាយទៅបិទចិត្តល្អបែបហ្នឹងគឺ7ថ្ងៃដកចេញញ៉ាំបានហ្មងឥឡូវមកបាទជាមួយនឹងពងក្រូចដែលយើងបានផ្អាប់ទុក7ថ្ងៃនឹងទាំងអស់គ្នាបងប្រភេទពងក្រូចនេះសុទ្ធតែមានអត្ថប្រយោជន៍ល្អដល់សុខភាពណាឥឡូវអ្នកទាំងអស់គ្នាហែកមើលនេះពងក្រូចយើងចេះគាត់បានធ្វើផ្អាប់ទុក7ថ្ងៃហើយឃើញអត់ result គឺតុនមែនតើហ្មងអ្នកនរគ្នាឃើញហីពងក្រួយនេះគឺឃើញឲ្យគួរឲ្យចង់ញ៉ាំមែនតើពេលដែលគាត់កាត់មកបងមើលនេះឡើងអូយអាចជាប់និយាយទៅរបៀបដូចជាប់ភ្នែកអញ្ចឹងអានៅខាងក្នុងហ្នឹងបងវា juicy អញ្ចឹងសម្រាប់បងណាដែលគាត់ចង់ធ្វើនៅផ្ទះចង់រៀនធ្វើប្រភេទពងក្រួយអ្នកទាំងអស់គ្នាអាចមើលវីដេអូចេះហើយយកទៅសាកល្បងធ្វើនៅផ្ទះក៏បានឬក៏អ្នកទាំងអស់គ្នាទិញនៅក្នុងហាងអានធៀនយើងក៏បានដែរនេះឥឡូវគោះមួយទៀតទេណាចាំមើលខាងក្នុងគឺសាច់ពងក្រួយគឺល្អមែនតើចាតុនហើយអានេះល្អសម្រាប់សុខភាពយើងញ៉ាំជាមួយនឹងបបរពេលផឹកឆ្ងាញ់មែនតើអ្នកទាំងអស់គ្នាអ្នកគាត់ធ្លាប់ញ៉ាំគឺដឹងហើយប្រភេទពងក្រួយហ្នឹងចាអញ្ចឹងសម្រាប់បងចង់រៀនធ្វើនៅផ្ទះអីចាកុំភ្លេចណាតាមដានវីដេអូចេះមានមីនុយម្ហូបថ្មីជាច្រើនដែលគាត់ចែកម្លែកជូនឲ្យអ្នកទាំងអស់គ្នាបានរៀនសាកធ្វើនៅផ្ទះឬក៏បងអាចមកទិញនៅហាងយើងក៏បានដែរនៅក្នុង page អានធៀនរបស់យើងចាអញ្ចឹងអ្នកទាំងអស់គ្នាអាច enjoy ជាមួយនឹងម្ហូបបាន